បងប្អូនលើទឹកបានឡើងហើយនៅខាងខណ្ឌពោធិ៍សាត់ហើយក៏បានហូរចូលហុងអញ្ចឹងប្រជាជនរបស់យើងគាត់បានធ្វើការដងត្រីដោយប្រើប្រាស់ឧបករណ៍ប្រកបបែបនេះធ្វើការដងអញ្ចឹងគាត់ដងបានច្រើនឃើញគាត់ដងម្នាក់ៗពី2គីឡូអីហើយនិច្ចភាពនៅក្នុងក្រុងពោធិ៍សាត់របស់យើងផ្ទាល់គឺទឹកបានចាប់ដើមស្រកបន្តិចហើយតែបងប្អូនឃើញបែបនេះគឺចាប់ដើមបានស្រកហើយអញ្ចឹងដោយមានការចូលរួមពីបងប្អូនបានធ្វើការបិទទំនប់តាំងយប់ហ្នឹងហើយអញ្ចឹងយើងរៀងស្រួលចិត្តបន្តិចបន្ទាប់ពីទឹកបានស្រកហើយជាឱកាសនេះដែរក៏ខ្ញុំបានធ្វើការជិះមើលស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងពោធិ៍សាត់របស់យើងផ្ទាល់តើវាចេញជាលក្ខណៈបែបណាហើយហ្នឹងហើយក៏ជិះទៅឃើញហើយស្អាតម្នាក់ទៀតហើយបន្តមកទៀតខ្ញុំក៏បានជិះទៅកាន់ផ្លូវវាងក្រុងបានមើលតាមវាលស្រែមើលស្ថានភាពតើស្រូវរបស់យើងលិចប្រមាណភាគរយយើងអាចជួយសង្គ្រោះបានឬក៏យ៉ាងណាដើម្បីយើងងាយស្រួលក្នុងការធ្វើការរាយការណ៍ទៅកាន់ថ្នាក់លើហ្នឹងហើយនេះនៅក្នុងម្ដុំភូមិអ៊ីស្លាមហើយនិងភូមិអូបក្រងកដាលអូក្រងលើបាទហើយទឹកចាប់ដើមសាច់ភាយពេញទីវាស្រែហើយនឹងសស្ញាយតែម្ដងហើយពេលដែលជីហ្នឹងក៏ខ្ញុំសង្កេតឃើញមានបងប្អូនខ្លះគាត់នៅតាមដងផ្លូវហ្នឹងគឺគាត់ធ្វើការដើរចាប់កណ្ដុរក៏មានដែរប៉ុន្តែក្នុងនេះខ្ញុំមិនបានថតទេប្រហែលជាខ្ញុំភ្លេចថតនៅក្នុងវីដេអូមួយទៀតអត់បានថតទេប៉ុន្តែមានឃើញប្រជាពលរដ្ឋរបស់យើងនិងអ្នកធ្វើដំណើរគាត់បានឈប់ហើយធ្វើការនេសាទកណ្ដុរដោយគាត់ចាប់កណ្ដុរនៅតាមរុនដោយសារនៅតាមផ្លូវហ្នឹងកន្លែងបោះហូរទឹកហ្នឹងវាមានរុនអញ្ចឹងយើងអាចធ្វើការចាប់កណ្ដុរបានដោយសារកណ្ដុរវារស់នៅក្នុងរុនទាំងអស់ហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងគាត់ចាប់បានច្រើនឃើញអ្នកខ្លះចាប់បាន1គីឡូ2គីឡូអីតែទស្សនវិជ្ជានេះគឺខ្ញុំអត់បានថតទេនេះដូចបងប្អូនបានឃើញគឺគាត់នេះកំពុងវាយកណ្ដុរហ្នឹងវាយបានច្រើនអ្នកខ្លះវាយបាន2គីឡូអីហើយបន្តមកទៀតក៏ខ្ញុំទៅមើលកន្លែងនេះហៅកន្លែងជួយសង្គ្រោះហ្នឹងហើយកន្លែងជួយសង្គ្រោះនឹងត្រូវឯនេះទល់មុខកន្លែងបសរបស់យើងហ្នឹងពេលព្រឹកមិញហ្នឹងហើយចំពោះទីតាំងដែលខ្ញុំដាក់នេះគឺនៅមុខគណៈបកប្រជាជនកម្ពុជាគណៈបកប្រជាជនកម្ពុជាហ្នឹងគឺគាត់បានធ្វើការចតទូកដើម្បីចុះមើលប្រជាពលរដ្ឋដែលរងការផលខូចខាតដោយសារទឹកជំនន់អញ្ចឹងណាហ្នឹងហើយនេះគេថៃក៏គេមានធ្វើវិធីដែរបួងសួងអញ្ចឹងហើយប៉ុន្តែខ្ញុំបានចូលទៅមើលទេដោយសារតែត្រូវបន្តការងារបន្ទាប់ទៀតខ្ញុំក៏បានជិះទៅមើលម្ដុំនឹងដែរនៅស្ពេននេះគឺឃើញបងប្អូនរបស់យើងគាត់បងត្រីបានច្រើនណាត្រីត្រូវភាគច្រើនគឺប្រភេទកូនត្រីទេមិនត្រីធំទេឃើញដូចជាមានត្រីភ្លៀងត្រីក្រាញ់ហើយក៏មានត្រីសដែរហ្នឹងហើយគាត់បងបានហើយហ្នឹងមានតែប៉ុណ្ណឹងទេ